គាត់ត្រូវក្មេងប្រុស3នាក់ចាប់រំលោភនៅពេលនោះដង្ហើមរបស់ Matthew គឺខ្សោយខ្លាំងមែនទែនដោយអ្នកទាំងពីរហ្នឹងបានទាត់ផងធាក់ផងនៅកន្លែងប្រដាប់ភេទរបស់ Matthew ជាច្រើនដងដោយសារតែ McKinney និង Harrison ហ្នឹងគឺគាត់ស្អប់ភេទទី3ខ្លាំងមែនទែនត្រង់កន្លែងប្រដាប់ភេទរបស់ Matthew ហ្នឹងគឺទទួលរងការប៉ះពាល់ខ្លាំងមែនទែនស្នាមបួសដូចជាមានគេវាយដំធ្វើទរណកម្មយ៉ាងសាហាវឃោរឃៅដោយនៅសុក Matthew បានយកដៃទៅស្ទាបប្រដាប់ភេទហើយគេទទួលយកមិនបានក៏បាត់បង់សតិហើយក៏វាធ្វើបាប Matthew រឿងក្តីឃាតកម្មដ៏សាហាវឃោរឃៅរបស់ Matthew Shepard គឺជារឿងក្តីដែលកើតឡើងនៅក្នុងឆ្នាំ1998សហរដ្ឋអាមេរិកដែល Matthew គឺជាបរិសុទ្ធភេទទី3ម្នាក់ដែលបានធ្វើឲ្យសហរដ្ឋអាមេរិកមានការវឹកវរខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងភេទតើ Matthew Shepard គឺជាអ្នកណាមូលហេតុអ្វីបានជាមានរឿងចម្រូងចម្រាសតាក់ទងជាមួយនឹងភេទហើយការស្លាប់របស់គាត់មានរឿងគួរឲ្យចាប់អារម្មណ៍បែបណាខ្លះតោះទៅតាមដានទាំងអស់គ្នាឥឡូវនេះយើងមកដឹងអំពីប្រវត្តិរបស់ Matthew Shepard បន្តិច Matthew Shepard កើតនៅថ្ងៃទី1ធ្នូឆ្នាំ1976ដែលមានម្ដាយឈ្មោះថា Judy និងឪពុកឈ្មោះថា Dennis និងមានប្អូនប្រុសម្នាក់ឈ្មោះថា Logan Matthew កើតនឹងដឹងក្តីឡើងនៅ Capel Wyoming ដោយសារតែឪពុករបស់គាត់ទទួលបានការងារមួយនៅរោងចក្រប្រេងមួយកន្លែងនៅ Saudi Arabia តម្រូវឲ្យគ្រួសារទាំងមូលត្រូវផ្លាស់ប្ដូរទៅនៅទីនោះទាំងអស់គ្នាប៉ុន្តែ Matthew គាត់ត្រូវស្នាក់នៅនិងរៀននៅ Switzerland ហើយសាលាដែល Matthew រៀនមានឈ្មោះថា The American School ព្រោះថានៅ Saudi Arabia ហ្នឹងអត់មានសាលា American School ទេហើយ Matthew គាត់តម្រូវហើយនឹងត្រូវរៀននៅសាលាហ្នឹងនៅពេលដែលរៀនចប់ High School គាត់បានសម្រេចចិត្តនឹងមកស្រុកកំណើតរបស់គាត់នៅរដ្ឋ Wyoming សហរដ្ឋអាមេរិកហើយបានចូលរៀននៅមហាវិទ្យាល័យមួយដែលមានឈ្មោះថា University of Wyoming ផ្នែកនីតិសាស្ត្រនិងទំនាក់ទំនងអន្តរជាតិអ្វីដែលសំខាន់ Matthew គាត់គឺជា LGBTQ+ ដែលស្រុកខ្មែរយើងគេហៅថាភេទទី3ឬក៏ខ្ទើយនឹងឯងអ្នកនរគ្នាគាត់មានចំណេះដឹងនឹងការស្វែងយល់ច្រើនពាក់ព័ន្ធទៅនឹងភេទ Matthew គាត់មានមហិច្ឆតាចង់ធ្វើឲ្យសង្គមមួយនេះមានភាពស្មើគ្នាគ្រប់ភេទគ្រប់វ័យគ្រប់សញ្ជាតិគឺត្រូវតែទទួលបានការឲ្យតម្លៃស្មើគ្នាតែម្ដង Matthew ចិត្តល្អនិងមានមនុស្សស្រឡាញ់គាត់ច្រើនខ្លាំងមែនទែនគាត់អាចទៅកំដរនិងជួយយកអាសាពួក homeless people អាចនិយាយបានថាអ្នកដែលគាត់អត់មានទីជម្រកអ្នកដែលគាត់ដើរតាមទីសាធារណៈអត់មានកន្លែងស្នាក់នៅអត់មានអាហារញ៉ាំអីចឹងទៅដោយក្នុងមួយសប្តាហ៍គាត់បានធ្វើការងារសប្បុរសធម៌ម្ដងដូចជាការជូនបាយទឹកដល់ពួក homeless people ដែលខ្ញុំបាន mention ខាងលើអញ្ចឹងណាទោះបីគាត់ជាសិស្សដែលមិនទាន់មានចំណូលច្រើនក៏ដោយអាចនិយាយបានថាគាត់គឺជាក្មេងម្នាក់ដែលល្អមែនទែនមិនថាចំពោះគ្រួសារឬអ្នកជុំវិញខ្លួនទេតែការពិតទៅជីវិតរបស់ Matthew បានជួបជាមួយបញ្ហាច្រើនមែនទែនតាំងពីគាត់ទៅតែកើតម្កម្លេះគឺគាត់កើតអត់គ្រប់ខែអ្នកនរគ្នាហើយមានទម្ងន់ស្រាលខុសពីក្មេងធម្មតាហើយរាងកាយរបស់គាត់អត់សូវរឹងមាំទេនៅពេលដែលគាត់ធំឡើងធ្វើឲ្យមានរូបរាងតូចជាងមិត្តភ័ក្តិដែលមានអាយុសបាគាត់ដែលធ្វើឲ្យមិត្តភ័ក្តិរបស់គាត់តែងតែចំអន់និងធ្វើបាបគាត់ជារឿយរឿងដែល Matthew គាត់កើតមកជាភេទទី3សម្រាប់គ្រួសារគាត់មិនមែនជាបញ្ហាទេមានតែអាណិតថែមទៀត Matthew គាត់បានសារភាពប្រាប់ម្ដាយរបស់គាត់មុនគេចំពោះរឿងមួយហ្នឹងហើយម្ដាយរបស់គាត់ព្រមទទួលហើយព្យាយាមយល់ចិត្ត Matthew លើសដើមយើងបកទៅកាន់នៅពេលដែល Matthew គាត់រៀនមហាវិទ្យាល័យខាងសាលាបានតម្រូវឲ្យគាត់ចុះទស្សនកិច្ចសិក្សានៅប្រទេសម៉ូរ៉ូកូមានយប់មួយគាត់កេងមិនលក់គាត់ក៏បានចុះមកហាងកាហ្វេដើម្បី relax ហើយនៅពេលដែលគាត់បានត្រឡប់មកពីហាងកាហ្វេវិញគាត់ត្រូវក្មេងប្រុស3នាក់ចាប់រំលោភរឿងនេះបានប៉ះពាល់ដល់ផ្លូវចិត្តនិងអារម្មណ៍របស់គាត់ខ្លាំងមែនទែនបន្ទាប់មក Matthew គាត់ក៏បានផ្លាស់ប្ដូរទៅរស់នៅ Saudi Arabia វិញហើយពេលដែលគាត់មកដល់ទីនោះវិញគឺធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្តខ្លាំងមែនទែនរហូតដល់គាត់ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យតែការព្យាបាលនេះមើលទៅគឺដូចជាអត់មានលទ្ធផលអីទេធ្វើឲ្យ Matthew ឈានចូលទៅដល់ការប្រើប្រាស់គ្រឿងញៀនទៀតតែដោយសារតែក្រុមគ្រួសាររបស់គាត់នៅក្បែរគាត់ហើយនឹងលើកទឹកចិត្តគាត់ជាប្រចាំធ្វើឲ្យផ្លូវចិត្តរបស់គាត់ហ្នឹងគឺបានចាប់ដើមប្រសើរឡើងហើយក៏បានចូលរៀននៅមហាវិទ្យាល័យម្ដងទៀតនឹងអាចត្រឡប់មកសភាពដើមវិញក្រោយមក Matthew គាត់ក៏ចាប់ផ្ដើមបើកចិត្តទទួលរឿងស្នេហាមានន័យថាគាត់បើកឱកាសឲ្យខ្លួនឯងហ្នឹងណាត់ជួបជាមួយនឹងមនុស្សដែលខ្លួនឯងចាប់អារម្មណ៍នៅពេលដែល Matthew គាត់រៀននៅមហាវិទ្យាល័យគាត់បានចូលរួមជាមួយនឹងក្រុមសកម្មជន LGBTQ+ ហ្នឹងដើម្បីឲ្យមនុស្សដែលនៅក្នុងសង្គមរបស់គាត់ហ្នឹងយល់ពីមនុស្សប្រភេទដូចគាត់កាន់តែច្រើន
ហើយខាងលើយើងបានដឹងអំពីប្រវត្តិខ្លះៗរបស់ Matthew ច្រើនដែរហើយឥឡូវនេះយើងត្រឡប់ទៅកាន់ហេតុការណ៍នៅថ្ងៃទី6 ខែតុលាឆ្នាំ1998វិញត្រង់ចំណុចនេះខ្ញុំនឹងរៀបរាប់ពីរឿងរ៉ាវយ៉ាងលម្អិតទៅកាន់អ្នកទាំងអស់គ្នានៅថ្ងៃនោះផងដែរ Matthew និងក្រុមរបស់គាត់បានធ្វើការប្រជុំតាក់ទងជាមួយនឹង LGBTQ+ របស់គាត់នឹងហើយមានការពិភាក្សាគ្នាត្រៀមការងារដោយសារតែនៅថ្ងៃច័ន្ទបន្ទាប់ហ្នឹងនឹងមានកម្មវិធី Gay Awareness បន្ទាប់ពីប្រជុំនឹងរៀបការងាររួចរាល់ហើយ Matthew គាត់ក៏បានប្រមូលមិត្តភ័ក្តិរបស់គាត់ហ្នឹងទៅក្រៅប៉ុន្តែមិត្តភ័ក្តិរបស់គាត់បដិសេធហើយក៏មានមិត្តភ័ក្តិម្នាក់ទៀតហ្នឹងបានជូន Matthew ទៅដល់ផ្លូវចូលផ្ទះហើយប៉ុន្តែ Matthew ហ្នឹងគាត់អាចបានចូលផ្ទះទេគាត់ក៏បានសម្រេចចិត្តទៅហាងផឹកស៊ីមួយកន្លែងដែលមានឈ្មោះថា Fireside តែម្នាក់ឯងប្រហែលជាម៉ោង10:30 នាទីយប់នៅពេលដែលទៅដល់ហ្នឹង Matthew គាត់បានកំងស្រាមួយកែវហើយបាននិយាយលេងជាមួយនឹង bartender ពីនេះពីនោះហើយនៅពេលដែលគាត់កំពុងតែញ៉ាំស្រាហ្នឹងក៏មានបរិបទប្លែកមកពីរនាក់មកនិយាយជាមួយគាត់ពួកគេបាននិយាយថាគេគឺជាក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នានៅពេលនោះនិយាយត្រូវគ្នាខ្លាំងមែនទែន Matthew គាត់ក៏បានសម្រេចចិត្តទៅជាមួយនឹងមនុស្សប្លែកមុខពីរនាក់នោះចាប់ពីពេលនោះមកគឺ Matthew គាត់បាត់ខ្លួនតែម្ដងអត់មានណាគេបានប្រទះឃើញ Matthew ទេគឺបាត់ខ្លួនសុនឈឹងរហូតដល់18ម៉ោងក្រោយទើបមានដំណឹងដោយសារតែមានអ្នកជិះកង់ម្នាក់ហ្នឹងគាត់មានឈ្មោះថា Aaron Crefel ខ្ញុំមិនដឹងថាខ្ញុំអានឈ្មោះគាត់ត្រូវអត់ទេអញ្ចឹងអ្នកនរគ្នាជួយមើលទាំងអស់គ្នាបានប្រទះឃើញ Matthew តែលើកដំបូងឡើងណាគាត់អត់បានចាប់អារម្មណ៍ទេដោយសារតែនៅរៀងឆ្ងាយចៃដន្យស្រាប់តែកង់របស់គាត់ហ្នឹងបញ្ជាក់បន្តិចគាត់ជិះកង់មកទេអ្នកនរគ្នាចិត្តដល់កន្លែងកាត់ហេតុហ្នឹងគឺគាត់មានហេតុការណ៍មួយជួបជាមួយនឹងគ្រោះថ្នាក់តូចមួយដែលបានធ្វើឲ្យកង់របស់គាត់ហ្នឹងដួលហើយគាត់ក៏កលែកភ្នែកទៅឃើញ Matthew ពីដំបូងហ្នឹងគាត់ស្មានតែទីងម៉ងតើអ្នកទាំងអស់គ្នាព្រោះនៅពេលដែលគាត់សម្លឹងមើលយូរៗឲ្យបានច្បាស់ទៅបានដឹងថាមនុស្សហើយមនុស្សហ្នឹងគឺជា Matthew នឹងឯងដែលដៃរបស់គាត់ហ្នឹងគឺត្រូវចងជាប់នឹងលបងកពាត់ទៅក្រោយហើយមុខរបស់គាត់ហ្នឹងអោនចុះស្ទើរទៅដល់ដីអ្នកទាំងអស់គ្នាដោយសារតែនៅក្នុងឆ្នាំ1998ហ្នឹងមិនទាន់ទំនើបដូចរាល់ថ្ងៃណាអារុនហ្នឹងគាត់មិនទាន់មានទូរស័ព្ទតខ្លួនដើម្បីខលទៅហៅគេឲ្យមកជួយទេគាត់ក៏ប្រញាប់ជិះកង់ទៅរកជំនួយដើម្បីតាក់ទងទៅប៉ូលីសដូចគ្នានឹងឡានពេទ្យមកជាបន្ទាន់ផងដែរហើយប៉ូលីសដែលមកទទួលខុសត្រូវរឿងក្តីរបស់ Matthew មានឈ្មោះថាលោក Ricky Flutie ហើយ Ricky ហ្នឹងគាត់បានមកដល់កន្លែងកាត់ហេតុបានធ្វើការពិនិត្យនិងធ្វើការរបៀបថាគេធ្វើកសលវិច័យអញ្ចឹងណាហើយគាត់ក៏បានស្វែងរកផុសតាងនៅក្បែរនោះក៏បានប្រទះឃើញកាតសិស្សរបស់ Matthew ទើបគាត់បានដឹងអំពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅពេលនោះដង្ហើមរបស់ Matthew គឺខ្សោយខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺត្រូវបានចងកពាត់ដៃទៅក្រោយហើយនឹងស្នាមរបួសមានច្រើនមែនទែនហើយនឹងត្រូវគេវាយធ្វើបាបនឹងទុកចោលរហូតដល់18ម៉ោងហើយមុខរបស់ Matthew គឺសុទ្ធតែឈាមដាប់ពេញដោយឈាមតែម្ដងអ្នកនរគ្នាប៉ុន្តែត្រង់បរិវេណភ្នែករបស់គាត់ហ្នឹងរបៀបថាមានទឹកភ្នែកហូរដក់មកដាមសុទ្ធតែថ្នាំទឹកភ្នែកតែម្ដងមិនដឹងថាគាត់ឈឺចាប់យ៉ាងណាទេភ្លាមនោះប៉ូលីសក៏បានបញ្ញាប់បញ្ជូន Matthew ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដែលមន្ទីរពេទ្យនោះមានឈ្មោះថា Lewison Memorial Hospital តែទីនោះអត់មានឧបករណ៍គ្រប់គ្រាន់សម្រាប់សង្គ្រោះជីវិតរបស់ Matthew ទេដូច្នេះហើយពួកគេក៏ត្រូវបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យមួយទៀតមានឈ្មោះថា Poudre Valley Memorial Hospital នៅក្នុងទីក្រុង Fort Collins រដ្ឋ Colorado Matthew បានបញ្ជូនទៅកាន់មន្ទីរពេទ្យនោះនៅថ្ងៃទី7 ខែតុលាឆ្នាំ1998ប្រហែលជាម៉ោង9យប់ដោយសារតែខ្លួនប្រាណរបស់ Matthew ហ្នឹងគឺរងរបួសធ្ងន់ខ្លាំងមែនទែនសន្លប់បាត់បង់ស្មារតីហើយមុខរបួសក៏មានច្រើនខ្លាំងមែនទែនផ្នែកខាងក្រោយនៃក្បាលរបស់គាត់គឺបែកខ្ទេចតែម្ដងហើយខួរក្បាលរបស់គាត់ហ្នឹងគឺមានឈាមកកនៅក្នុងខួរក្បាលទៀតបើលើមុខរបស់គាត់វិញគឺសឹងតែមើលមិនស្គាល់តែម្ដងបែកខ្ទេចតែម្ដងអ្នកនរគ្នានិយាយទៅបើតាមតារបួសរបស់គាត់មិនគិតថាគាត់អាចទ្រាំទ្ររហូតទៅដល់ជាង20ម៉ោងទេអ្វីដែលសំខាន់ក្រោយការពិនិត្យលម្អិតហើយឃើញថាត្រង់កន្លែងប្រដាប់ភេទរបស់ Matthew ហ្នឹងគឺទទួលរងការប៉ះពាល់ខ្លាំងមែនទែនស្នាមរបួសដូចជាមានគេវាយដំធ្វើទរណកម្មយ៉ាងសាហាវឃោរឃៅអូយស្ដាប់ទៅព្រឺសវល់ខ្លាំងមែនទែនអ្នកនរគ្នាបើនិយាយពីខួរក្បាលរបស់គាត់ឲ្យមានឈាមកកមួយនោះគឺពេទ្យគ្មានវិធីជួយសង្គ្រោះទេឬក៏អត់មានវិធីក្នុងការវះកាត់ទេដោយសារតែដូចនិយាយពីដើមអញ្ចឹងគឺរបួសរបស់គាត់ធ្ងន់ខ្លាំងមែនទែនដោយសារតែរបួសធ្ងន់ពេកហ្នឹងហើយបានត្រឹមតែដាក់អុកស៊ីហ្សែនគឺអញនិយាយបានថារងចាំតែពេលតែប៉ុណ្្នឹងឯងព្រោះថាក្តីសង្ឃឹមនៅក្នុងការសង្គ្រោះគឺមានតិចបំផុតដោយសារតែរបួស Matthew គឺអាចនិយាយបានថាខ្លាំងរហូតដល់ស្រោចស្រង់លេងរួចហើយបន្ទាប់មកដំណឹងរបស់ Matthew ក៏បានទៅដល់គ្រួសាររបស់គាត់
ឪពុកម្ដាយរបស់គាត់ហ្នឹងគឺបានហោះពីសាអូឌីអារ៉ាបៀមកដល់វ៉ៃអូមីងសហរដ្ឋអាមេរិកនៅថ្ងៃទី9ខែតុលាឆ្នាំ1998គឺ18ម៉ោងបន្ទាប់ពីប៉ូលីសបានរកឃើញម៉ាធីវហើយសម្រាប់រឿងក្តីរបស់ម៉ាធីវមួយនេះគឺល្បីគ្រប់កន្លែងនៅសហរដ្ឋអាមេរិកជាពិសេសនៅប៉ែកខាងសាលារបស់ម៉ាធីវគឺក្រុម LGBTQ+ របស់គាត់នឹងឯងក៏ដូចជាក្រុមសិស្សសាលានៅវ៉ៃអូមីងបាននាំគ្នានិយាយពីមាត់មួយទៅមាត់មួយថាជាករណីក្តៅគគុកតែម្ដងបន្ទាប់មកម្ដាយរបស់ម៉ាធីវបាននិយាយទៅកាន់មហាជនជាច្រើនថាជីវិតរបស់កូនប្រុសរបស់គាត់បានឆ្លងកាត់ភាពឈឺចាប់ពីមួយទៅមួយតាំងពីចាប់ផ្ដើមកើតមកម្លេះសូម្បីតែពេលគាត់កើតក៏កើតមុនខែគឺការតស៊ូរបស់គេគឺចាប់ផ្ដើមតាំងពីគេនៅជាទារកម្លេះគាត់មានរូបរាងតូចជាងមិត្តភ័ក្តិរបស់គាត់ដែលមានអាយុប្រហែលគ្នាប៉ុន្តែខ្ញុំជឿថាគេមានបេះដូងមួយដែលធំនិងពោពេញទៅដោយការតស៊ូគេមានសមត្ថភាពអាចធ្វើឲ្យអ្នកជុំវិញខ្លួនសប្បាយរីករាយបាននេះគឺជាភាពជោគជ័យរបស់គាត់ដែលគាត់ចង់បានអូខេនេះគឺជាសម្ដីរបស់ម្ដាយរបស់ Matthew បន្តទៀតនៅក្នុងករណីឃាតកម្មរបស់ Matthew គឺកាន់តែល្បីទូទាំងប្រទេសតែម្ដងហើយរាល់ព័ត៌មានដែលគេចេញហ្នឹងគឺសុទ្ធតែបញ្ជាក់ថា Matthew គឺជាកេគឺជាភេទទី3នឹងឯងដែលនៅស្រុកយើងគេនិយាយថាគេនិយមនិយាយថាខ្ទើយអីចឹងណាអ្នកនរគ្នាតែមិនមែននៅក្នុងន័យអាក្រក់ទេគឺលើកអំពីរឿងល្អរបស់ Matthew ថា Matthew គឺជាក្មេងល្អចេះជួយទុកធរណដតីល្អអញ្ចេះមួយអញ្ចោះពីរដោយដែលបាននិយាយនៅខាងលើមកហើយពេលនោះមនុស្សជាច្រើនបាននាំគ្នាអុជទៀនបន់ស្រន់ឲ្យ Matthew ហ្នឹងគាត់បានឆាប់ជាសះស្បើយនិងរួចផុតពីគ្រោះកាចមួយនេះរឿងក្តីឃាតកម្មមួយនេះមិនយូរប៉ុន្មានក៏បានលើទៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Bill Clinton នៅពេលហ្នឹងគឺលោក Bill Clinton គាត់បានតាក់ទងមកកាន់គ្រួសាររបស់ Matthew ផ្ទាល់ហើយក៏បានសម្ដែងពីការសោកស្ដាយចំពោះរឿងហេតុមួយនេះដែលបានកើតឡើងទៅលើខ្លួនរបស់ Matthew ផ្ទាល់ហើយបានប្រាប់ទៅកាន់មន្ទីរពេទ្យថាឲ្យខំប្រឹងមើលថែ Matthew ឲ្យបានល្អផងបន្ទាប់ពីនោះមកមានមនុស្សជាច្រើនបានសរសេរសម្បត្តិនិងផ្ញើអ៊ីមែលទៅកាន់ Matthew ដើម្បីលើកទឹកចិត្តច្រើនរាប់មិនអស់ហើយមួយចំណែកធំគឺបានមកពីប្រជាជនដែលរស់នៅក្នុងរដ្ឋដែល Matthew គាត់ធ្លាប់បានរស់នៅព្រោះថាគេទាំងអស់គ្នានោះដឹងថា Matthew គឺជាក្មេងបែបណាមានន័យថាពួកគាត់បានដឹងថា Matthew គឺជាក្មេងល្អស្រាប់ហើយឪពុករបស់ Matthew បាននិយាយទៅកាន់មហាជនថាយើងមិនដឹងច្បាស់អំពីវិសមភាពដែលមាននៅក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នាទេប៉ុន្តែយើងដឹងថា Matthew សមនឹងទទួលបានសិទ្ធិដូចគ្នាទៅនឹងប្អូនប្រុសរបស់គាត់និងមនុស្សទូទៅដែលទោះបីជាគាត់ជាភេទទី3ក៏ដោយមូលហេតុដែលឪពុករបស់ Matthew និយាយបែបនេះដោយសារតែនៅពេលនោះមានក្រុមមនុស្សដែលបែងចែកនិងស្អប់ភេទទី3ដូចគ្នាដែរដែលអង់គ្លេសគេហៅថា homophobic ហ្នឹងអ្នកនរគ្នាខ្ញុំសូមបញ្យល់ត្រួសអំពី homophobic ហ្នឹងបន្តិចបើយើងនិយាយតាក់ទងជាមួយនឹងភេទទៅមានន័យថាគាត់គឺជាក្រុមមនុស្សដែលស្អប់និងរើសអើងភេទទី3ហ្នឹងឯងបើយើងនិយាយពីខ្លីៗទៅឥឡូវនេះគឺយើងចូលមកដល់ការស៊ើបអង្កេតនៅក្នុងរឿងឃាតកម្មមួយនេះតើមានភាពរញ៉េរញ៉ៃនិងអាចកំបាំងអ្វីខ្លះនៅទីនេះយើងមកលម្អិតអំពីការស៊ើបក្តីរបស់ប៉ូលីសនៅកន្លែងកាត់ហេតុប៉ូលីសបានពិនិត្យឃើញមានស្នាមកង់ឡានធ្វើឲ្យប៉ូលីសកាន់តែសង្ស័យថែមទៀតថានេះគឺជាករណីប្លន់សម្លាប់ដោយសារតែនៅកន្លែងកាត់ហេតុប៉ូលីសបានប្រទះឃើញកាត់សិស្សរបស់ Matthew តែមិនបានឃើញកាបូបលុយរបស់ Matthew ទេក៏សន្និដ្ឋានថាមានការប្លន់និងធ្វើបាបរាងកាយហើយបានយកមកចងចោលនៅកន្លែងកាត់ហេតុបន្ទាប់ពីនោះមកប៉ូលីសក៏បានរកឃើញភស្តុតាងបន្ថែមទៀតថាមានរឿងក្តីមួយទៀតកើតឡើងនៅថ្ងៃតែមួយដែល Matthew ត្រូវបានគេវាយធ្វើបាបមានន័យថានៅក្នុងថ្ងៃដែល Matthew គាត់ជួបគ្រោះថ្នាក់ហ្នឹងគឺក្នុងអំឡុងពេលហ្នឹងមានករណីមួយទៀតកើតឡើងនៅថ្ងៃហ្នឹងជាមួយគ្នាដែរដែលនៅយប់ថ្ងៃទី6ខែតុលាមុន1ម៉ោងបន្ទាប់ពី Matthew គាត់បាត់ខ្លួនមានបរិសុទ្ធ2នាក់ដែលមានឈ្មោះថា Emiliano Morales និង Jeremy Herrera អាយុ18ឆ្នាំនិង19ឆ្នាំអ្នកទាំងពីរគឺជាជនជាតិ Hispanic ពួកគេទាំងពីរបានដើរលេងនៅសួនសាធារណៈមួយស្រាប់តែមានបរិសុទ្ធ2នាក់ផ្សេងទៀតមកវាយធ្វើបាបរាងកាយរបស់គេដែលជនដៃដល់ទាំងពីរនាក់នោះមានកាន់ដំបងម្នាក់និងកាន់កំភ្លើងម្នាក់
ពេលហ្នឹងមានការពវាបតបគ្នាមិនត្រឹមតែប៉ុណ្្នឹងទេជនដៃដល់គាត់បានយកដបងហ្នឹងមកវៃក្បាលអេមីលីណូបែករហូតដល់21ធ្នេបន្ទាប់មកជនដៃដល់ក៏បានរត់ទៅបាត់នៅពេលដែលប៉ូលីសពិនិត្យមើលនៅកន្លែងកាត់ហេតុណាគាត់បានឃើញរថយន្ត pick up មួយគ្រឿងដែលនៅក្នុងឡាននោះប៉ូលីសបានរកឃើញកាភ្លើងមួយដើមគឺកាភ្លើងខ្លីហ្នឹងអ្នកនរគ្នាដែលមានប្រឡាក់ឈាមនិងបានប្រទះឃើញកាត credit របស់ Matthew ថែមទៀតនៅពេលដែលបានតម្រុយមួយនេះប៉ូលីសក៏បានបន្តស៊ើបអង្កេតបន្ថែមទៀតដើម្បីដឹងថាតើករណីទាំងពីរមានពាក់ព័ន្ធគ្នាឬក៏យ៉ាងណាប៉ូលីសបានស៊ើបរហូតដល់ឃើញថាម្ចាស់ឡានគឺជារបស់អ្នកណាហើយបានប្រមូលភស្តុតាងទាំងអស់ហើយការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញជនដៃដល់ទាំងពីរដែលជនដៃដល់ទី1មានឈ្មោះថា Aaron McKinney មានអាយុ22ឆ្នាំនិងអ្នកទី2មានឈ្មោះថា Russell Harrison មានអាយុ21ឆ្នាំបន្ទាប់មកប៉ូលីសបានសួរចម្លើយបានរកឃើញមិត្តស្រីរបស់អ្នកទាំងពីរដែលមានឈ្មោះថា Kristen Priest ហើយនិង Chastity Parsley ព្រោះថាអ្នកទាំងពីរហ្នឹងបានជួយដល់ជនដៃដល់នៅក្នុងការលុបបំបាត់ភស្តុតាងដើម្បីកុហកប៉ូលីសនៅពេលដែលប៉ូលីសបានចាប់ផ្ដើមស៊ើបអង្កេតលម្អិតបន្តទៀតក៏បានដឹងអំពីរឿងរ៉ាវលម្អិតពីជនល្មើស McKinney ហើយនិង Harrison ដែលជាជនសង្ស័យនៅក្នុងរឿងឃាតកម្មមួយនេះបានជួបជាមួយនឹង Matthew នៅបារមួយកន្លែងដែលមានឈ្មោះថា Fireside ដែលយប់នោះ Matthew គាត់បានអង្គុយផឹកស្រាតាមម្នាក់ឯង McKinney និង Harrison ចង់ប្លន់ Matthew ក៏ចូលខ្លួនមកនិយាយថាខ្លួនឯងជា gay គឺជាក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នា Matthew ក៏សប្បាយចិត្តណាស់ព្រោះថាកាលឆ្នាំនោះគឺកម្រមានអ្នកណាគេ open ណាស់អ្នកនរគ្នាមិនដូចសម័យឥឡូវទេ Matthew ហ្នឹងគាត់ក៏បានចាញ់ថ្លៃស្រាឲ្យ McKinney ហើយនិង Harrison ទៀតនៅពេលដែលផឹកចប់ហ្នឹងជនដៃដល់ទាំងពីរក៏បានបបួល Matthew ទៅត Matthew ក៏ទៅតាមឡានជាមួយនឹងជនដៃដល់នៅពេលដែលជិះនៅក្នុងឡានសុកសុក Matthew គាត់ក៏បានយកដៃទៅស្ទាបប្រដាប់ភេទរបស់ McKinney ក៏បាននិយាយទៅកាន់ Matthew ថាហែងចាញ់បោកអញហើយអញមិនមែនជាគេដោយអញគិតទេហែងសយឲ្យពេលនេះពួកគេក៏បានធ្វើបាបរាងកាយរបស់ Matthew នៅក្នុងឡានទៀតពេលនោះ Matthew បានយកលុយទាំងអស់របស់ខ្លួនទៅឲ្យពួកគេដែលលុយហ្នឹងមានត្រឹមតែ$20ទេប៉ុន្តែអ្នកទាំងពីរនោះអត់ព្រមទេក៏បើកឡានចេញទៅកន្លែងកាត់ហេតុហើយក៏បានវាយធ្វើបាប Matthew តទៀតនៅពេលដែលទៅដល់ជនដៃដល់ទាំងពីរបានអូស Matthew ចេញពីឡានហើយវាយធ្វើបាប Matthew ថែមទៀតហើយបានយកកំភ្លើងខ្លីហ្នឹងវាយក្បាលរបស់ Matthew រហូតដល់18ដងទោះបីជាព្យាយាមអង្វរឲ្យទុកជីវិតយ៉ាងណាក៏ដោយក៏គេអត់ព្រមដែរហើយកាន់តែធ្វើបាប Matthew លើសដើមទៀតវាយរហូតដល់ Matthew សន្លប់ហើយចាប់ Matthew ចងដៃកពាត់ទៅក្រោយជាប់នឹងលបងឈើនៅពេលដែលចងហើយពួកគេបានដោះស្បែកជើង Matthew ចេញព្រោះខ្លាច Matthew នឹងដើររួចហើយនឹងស្រួលរត់អីចឹងទៅមិនត្រឹមតែប៉ុណ្្នឹងទេពួកគេបានវាយធ្វើបាបនៅតំបន់ប្រដាប់ភេទរបស់ Matthew រហូតដល់មានរបួសច្រើនខ្លាំងមែនទែនដោយអ្នកទាំងពីរហ្នឹងបានទាត់ផងធាក់ផងនៅកន្លែងប្រដាប់ភេទរបស់ Matthew ជាច្រើនដងដោយសារតែ McKinney និង Harrison ហ្នឹងគឺគាត់ស្អប់ភេទទី3ខ្លាំងមែនទែន McKinney ហើយនិង Harrison បានសារភាពថាពួកគេវេ Matthew ក្នុងបំណងចង់ឲ្យ Matthew ស្លាប់តែម្ដងដោយសារតែ Matthew ហ្នឹងគឺគាត់បានឃើញស្លាកលេខឡានហើយនឹងចាំមុខរបស់ពួកគេទាំងពីរផងដែរបន្ទាប់ពីវាយធ្វើបាប Matthew រួចហើយ McKinney និង Harrison បានទៅអាផាតមិនរបស់មិត្តស្រីរបស់ខ្លួនហើយ Kristen Priest ហ្នឹងដែលជាមិត្តស្រីរបស់ McKinney បាននាំ McKinney ទៅមន្ទីរពេទ្យដោយសារតែពេលហ្នឹង McKinney គាត់មានរបួសដែរប្រហែលជាអាក្នុងពេលដែលប្រវេបតបជាមួយនឹងជនរងគ្រោះពីរអ្នកផ្សេងទៀតដែលខ្ញុំបាន mention ខាងលើហ្នឹងហើយមិត្តស្រីរបស់ Harrison ហ្នឹងមានឈ្មោះថា Chastity Parsley បានយកស្បែកជើងរបស់ Harrison ទៅលាក់ទុកនៅក្នុងរោងដាក់សម្ភារៈនៅផ្ទះម្ដាយរបស់នាងទាំងនេះគឺជាហេតុការណ៍ដ៏សាហាវទាំងអស់របស់ Matthew ដែលជនដៃដល់គាត់បានសារភាពទៅកាន់ប៉ូលីសអូខេឥឡូវនេះយើងបានរៀបរាប់អំពីហេតុការណ៍ដែលកើតឡើងនៅថ្ងៃកើតហេតុហើយឥឡូវនេះយើងមកមើលពីស្ថានភាពរបស់ Matthew វិញប្រហែលជាពាក់កណ្ដាលយប់នៅថ្ងៃទី12ខែតុលាឆ្នាំ1998Matthew គាត់មិនអាចទ្រាំទ្រនឹងភាពឈឺចាប់របស់ខ្លួនបានទេដង្ហើមនិងបេះដូងរបស់ Matthew ហ្នឹងគឺខ្សោយទៅហើយគ្រូពេទ្យហ្នឹងគាត់បានផ្ដល់ដំណឹងទៅកាន់គ្រួសាររបស់ Matthew ដើម្បីត្រៀមចិត្តបន្ទាប់មកបេះដូងរបស់ Matthew ហ្នឹងគឺឈប់លោតតែម្ដងអ្នកនរគ្នាមានន័យថាឈប់លោតនៅក្នុងយប់ថ្ងៃហ្នឹងដូចគ្នាគ្រូពេទ្យហ្នឹងគាត់បានជាយាមសួរទៅកាន់ម្ដាយក៏ដូចជាគ្រួសាររបស់ Matthew តើចង់ឲ្យគ្រូពេទ្យហ្នឹងគឺធ្វើការឆក់បេះដូងខៃឡូចង្វាក់បេះដូងគាត់ដើរវិញមានថាគេធ្វើខ្ញុំមិនដឹងថានឹងគេហៅអីគេទេអ្នកនរគ្នានៅពេលដែលមនុស្សគេចិត្តដាច់ខ្យល់ហ្នឹងមើលនៅក្នុងរឿងគេមានឆក់បេះដូងឆក់អីហ៎មានន័យថាគេធ្វើការឆក់មួយហ្នឹង
ប៉ុន្តែគ្រួសាររបស់ Matthew បាននិយាយទៅកាន់គ្រូពេទ្យថាបើកូនគាត់សម្រេចចិត្តឈប់ដកដង្ហើមហើយគឺជាជំរើសរបស់គាត់អញ្ចឹងហើយសូមឲ្យកូនរបស់គាត់ទៅឲ្យបានស្ងប់ចិត្តចោះទាំងគ្រូពេទ្យទាំងឪពុកម្ដាយក៏ដូចជាគ្រួសាររបស់ Matthew សិតតែដឹងអំពីស្ថានភាពជំងឺរបស់ Matthew ទោះបីជាព្យាយាមសង្គ្រោះប៉ុណ្ណាក៏មានន័យថាអត់មានសង្ឃឹមនៅក្នុងការរស់ដែរអញ្ចឹងមានថាម្ដាយរបស់គាត់ហ្នឹងគឺយល់ព្រមឲ្យកូនប្រុសរបស់គាត់ទៅទោះបីជាយ៉ាងណាក៏ Matthew គាត់មិនអាចទ្រាំទ្រជាមួយនឹងភាពឈឺចាប់នេះបានដែរឪពុកម្ដាយរបស់ Matthew បាននិយាយទៅកាន់ Matthew ថាកុំបារម្ភអីកុំមានអារម្មណ៍ថាខ្លួនឯងខុសព្រោះថាគ្រួសារមួយនេះស្រឡាញ់កូនណាស់ស្ដាប់ហើយអាណិតខ្លាំងមែនទែនអ្នកនរគ្នាគ្រួសារមានសមាជិក4នាក់ហើយត្រូវបាត់បង់មនុស្សដែលខ្លួនឯងស្រឡាញ់ហើយគឺជាមនុស្សដែលទន់ខ្សោយដែលច្រឹកល្អយើងសាកសម័យមើលថាតើអារម្មណ៍របស់គ្រួសាររបស់ Matthew ហ្នឹងគឺគាត់បែបណាឈឺចាប់ខ្លាំងមែនទែននៅពេលដែលយើងបានស្ដាប់អំពីរឿងរ៉ាវក៏ដូចជាហេតុការណ៍ខាងលើឥឡូវនេះយើងមកកាន់ហេតុការណ៍ដែលកាត់ឡើងនៅក្នុងអំឡុងពេលពិធីបុណ្យសពរបស់ Matthew វិញពិធីបុណ្យសពរបស់ Matthew ធ្វើឡើងនៅថ្ងៃទី16ខែតុលាឆ្នាំ1998នៅផ្ទះកំណើតរបស់គេនៅក្នុងពិធីបុណ្យសពរបស់ Matthew គឺមានមនុស្សច្រើនខ្លាំងមែនទែនមិនត្រឹមតែមិត្តភ័ក្តិមិនត្រឹមតែអ្នកស្គាល់គ្នាទេគឺមានមហាជនច្រើនកកខ្លាំងមែនទែនអ្នកដែលដឹងរឿងរបស់ Matthew មានថាអ្នកដែលស្រឡាញ់និងគ្រប់គ្រង Matthew គឺមកចូលរួមពិធីបុណ្យសពរបស់ Matthew ច្រើនខ្លាំងមែនទែនអ្នកនរគ្នារឿងក្តីរបស់ Matthew នៅពេលនោះគឺល្បីកាន់តែខ្លាំងមែនទែនគូល្បីទូទាំងសហរដ្ឋអាមេរិកតែម្ដងអ្នកនរគ្នានៅក្នុងពិធីបុណ្យសពរបស់ Matthew ហ្នឹងក៏មានក្រុមស្រឡាញ់ភេទដូចគ្នាឬក៏អ្នកគ្រប់គ្រងការស្រឡាញ់ភេទដូចគ្នាបានចេញមកសម្ដែងការសោកស្ដាយមានទាំងអ្នកលើកពីដារយុត្តិធម៌មានទាំងអ្នកលើកពីដាគ្រប់គ្រងការស្រឡាញ់ភេទដូចគ្នាមកច្រើនកកខ្លាំងតែម្ដងធម្មតាទេតែមានអ្នកស្រឡាញ់ក៏មានអ្នកស្អប់ដែរនៅសហរដ្ឋអាមេរិកពេលហ្នឹងអ្នកនរគ្នាក៏មានក្រុមមនុស្សដែលស្អប់និងមិនគ្រប់គ្រងការស្រឡាញ់ភេទដូចគ្នាមានថាមានការរើសអើងទាំងភេទទាំងពណ៌សម្បុរទាំងសញ្ជាតិអីចឹងទៅកន្លងមកក៏ធ្លាប់មានចំនួនពាក់ព័ន្ធជាមួយនឹងពណ៌សម្បុរពាក់ព័ន្ធជាមួយនឹងភេទពាក់ព័ន្ធជាមួយនឹងសញ្ជាតិអីចឹងទៅហើយក្រុមមនុស្សដែលស្អប់និងមិនគ្រប់គ្រងការស្រឡាញ់ភេទដូចគ្នាក៏មានច្រើនដែរពួកគេក៏បានចេញមុខមកតតាំងសម្ដែងការមិនពេញចិត្តធ្វើការប្រឆាំងនៅក្នុងពិធីបុណ្យសពរបស់ Matthew ថែមទៀតផងឥឡូវនេះយើង skip រឿងចម្រុងចម្រាស់នៅថ្ងៃបុណ្យសពរបស់ Matthew តែប៉ុណ្្នឹងចុះយើងត្រឡប់ទៅកាន់ការកាត់ក្តីរបស់តុលាការវិញតាក់ទងជាមួយនឹងករណីមួយនេះឥឡូវនេះគឺយើងបានរកជនឯកឧត្តមហើយយើងបានរកផុសតាំងឃើញថាអ្នកណាគឺជាជនឯកឧត្តមនៅក្នុងហេតុការណ៍មួយនេះហើយមានថាកន្លែងនេះគឺយើងត្រឡប់មកកាន់នឹងដឹងអំពីការកាត់ទោសរបស់ជនឯកឧត្តមទាំងអស់ឥឡូវយើងនិយាយអំពីការកាត់ទោសរបស់ Harrison វិញគឺតម្រូវឲ្យកាត់ទោសដោយប្រហារជីវិតដោយសារតែនៅរដ្ឋវ៉ាអឺមៀងនៅឆ្នាំនោះគឺនៅអនុវត្តច្បាប់ប្រហារជីវិតនៅឡើយទេដោយសារតែនេះមិនត្រឹមតែជាករណីធ្វើបាបរាងកាយទេបន្ទាប់ពី Matthew បានស្លាប់គឺคล้ายជាករណីឃាតកម្មវិញតែនៅពេលនោះគេសម្រេចចិត្តដាក់ទោសឲ្យជាប់គុកមួយជីវិតវិញជំនួសការប្រហារជីវិតដោយសារតែអ្វីដែល Harrison ធ្វើគឺមានន័យថាគាត់បានធ្វើតាម mechanic ទេដោយសារតែពេលហ្នឹង mechanic គាត់មានកំភ្លើងអញ្ចឹងហើយ Harrison គាត់អត់អាចប្រកែកបានទេមានតែព្រមធ្វើតាម mechanic បើមិនព្រមធ្វើតាមទេគាត់ខ្លាច mechanic គាត់ធ្វើបាបអញ្ចឹងទៅធម្មតាអ្នកដែលមានភ្លើងគេមានអត្ថប្រយោជន៍ខ្លាំងជាងហើយត្រូវទេនេះគឺជាហេតុផលដែលគេបានធ្វើការស៊ើបអង្កេតនិងកាត់ក្តីទៅកាន់ Harrison ចំណែកឯមិត្តស្រីរបស់ Harrison ដែលមានឈ្មោះថា Chastity Parsley នាងមានចេតនានៃការបំបត្តិភស្តុតាងដោយយកស្បែកជើងប្រឡាក់ឈាមទៅលាក់ហើយនឹងកុហកប៉ូលីសមានថាចូលរួមសំគំនិតគឺត្រូវជាប់គុករហូតដល់2ឆ្នាំឥឡូវយើងមកកាន់ការកាត់ទោសរបស់Aaron McKinney វិញដែលជាជនឯកឧត្តមសំខាន់នៅក្នុងរឿងឃាតកម្មមួយនេះតាមការកាត់ក្តីរបស់ Aaron McKinney គឺត្រូវឲ្យជាប់គុកមិនមែនមួយជីវិតទេគឺត្រូវជាប់គុក2ជីវិតថ្ងៃពិចារណាក្តីនៅខែវិច្ឆិកាឆ្នាំ1999បើតាមរឿងក្តីដូចបាននិយាយខាងលើអញ្ចឹងគឺត្រូវប្រហារជីវិតនៅពេលនោះ McKinney មានមេធាវីម្នាក់ដែលពូកែខ្លាំងមែនទែនដែលគេព្យាយាមរកឯកសារនិងភស្តុតាងមកការពារ McKinney ដោយនៅថ្ងៃពិចារណាក្តីហ្នឹងមេធាវីរបស់ McKinney បានបង្ហាញថានេះគឺជាករណី gay panic defense ដោយសំអាងថា McKinney មានការផិតភ័យដោយនៅសុក Matthew បានយកដៃទៅស្ទាបប្រដាប់ភេទហើយគេទទួលយកមិនបានក៏បាត់បង់សតិហើយក៏វាធ្វើបាប Matthew ហើយមេធាវីបាននិយាយអំពីប្រវត្តិរបស់ជនដៃដល់ថាគឺជាក្មេងកំព្រាការនៅក្មេងឪពុកម្ដាយរបស់គេបានលែងគ្នាមិនយូរប៉ុន្មានម្ដាយរបស់គេក៏បានត្រូវស្លាប់ចោលហើយរស់នៅម្នាក់ឯង
ប្រវត្តិរបស់គេមួយទៀតមេខានីហ្នឹងគឺធ្លាប់ត្រូវក្មេងប្រុសនៅក្បែរផ្ទះបានចាប់បង្ខំឲ្យរួមភេទដោយប្រើមាត់ដែលគេហៅថា oral sex ហ្នឹងអ្នកនរគ្នាដោយសារតែរឿងនេះឲ្យបានធ្វើឲ្យដកជាប់នៅក្នុងចិត្តមេខានីរហូតមកនេះហើយគឺជាមូលហេតុដែលមេខានីបានវាយដំយ៉ាងខ្លាំងទៅលើអវយវៈភេទរបស់ Matthew ជាច្រើនដងហើយនឹងធ្វើបាប Matthew យ៉ាងសាហាវព្រៃផ្សៃបែបនេះឯងមេធាវីរបស់មេខានីហ្នឹងក៏បាននិយាយថាមុនពេលកាត់ហេតុមេខានីបានផឹកស្រាសង្វឹងច្រើនខ្លាំងពេករួមទាំងគេបានធ្លាប់ប្រើប្រាស់គ្រឿងញៀនទៀតជាហេតុផលធ្វើឲ្យខួរក្បាលរបស់មេខានីហ្នឹងគ្មានការពិចារណាបាត់បង់សតិមុនពេលធ្វើរឿងឃាតកម្មមួយនេះគឺទៅនៅកាន់ជើងគេទៀតណាគេបានរកហេតុផលអញ្ចឹងមួយដើម្បីការពារទាំងដែលដឹងថាមេខានីហ្នឹងគឺជាអ្នកខុសហើយខ្ញុំមិនដឹងថានៅក្នុងច្បាប់មួយហ្នឹងបែបណាទេប៉ុន្តែគេធ្វើរឿងអីមួយគេមានមេធាវីដើម្បីការពារកូនក្តីរបស់គេអញ្ចឹងទៅខ្ញុំគិតថានេះគឺគ្រាន់តែជាតួនាទីតែប៉ុណ្្នឹងឯងតែចុងក្រោយនៅតែតុលាការបានសម្រេចថាមេខានីគឺត្រូវជាប់ទោសដោយប្រហារជីវិតបើតាមរឿងរ៉ាវដែលគេបានធ្វើគឺស័ក្តិសមហើយព្រោះថាមេខានីគឺសាហាវព្រៃផ្សៃខ្លាំងមែនទែនអ្នកទាំងអស់គ្នាបែបនេះហើយគ្រួសាររបស់ Matthew ហ្នឹងនៅតែមានការមេត្តាទៀតដោយម្ដាយរបស់ Matthew គាត់ថាបើសិនជា Matthew នៅរស់គាត់មិនចង់ឃើញណាម្នាក់ត្រូវឈឺចាប់ទេចាត់ទុកថានេះគឺជាបំណងរបស់ Matthew ចោះគឺសុំត្រឹមតែឲ្យមេខានីហ្នឹងគឺជាប់គុកមួយជីវិតទៅបានហើយឪពុករបស់ Matthew គាត់បាននិយាយទៅកាន់មេខានីថាខ្ញុំមិនត្រូវការអ្វីក្រៅពីឃើញអ្នកឯងស្លាប់ទេតែនេះដោយសារតែក្តីមេត្តារបស់ភរិយាខ្ញុំតែអ្នកត្រូវចាំថាគ្រប់ពេលដែលអ្នកបើកភ្នែកនៅក្នុងបន្ទប់នេះកុំភ្លេចបើមានឱកាសឬអាចត្រឡប់ទៅបញ្ឈប់អំពើដ៏ព្រៃផ្សៃលើកូនរបស់ខ្ញុំនៅយប់នោះបានប្រហែលជានៅថ្ងៃនេះគឺគ្មានរឿងបែបនេះកើតឡើងទេហើយគាត់បានបន្តទៀតថាបើជា Matthew គាត់ក៏មិនអាចបើកភ្នែកឃើញការដាក់ទោសទៅលើអ្នកណាម្នាក់បានដែរអញ្ចឹងហើយនៅពេលដែលអ្នកនៅក្នុងគុកនេះគឺមានតែ Matthew ម្នាក់គត់ដែលគេបានអនុញ្ញាតឲ្យអ្នកឯងមានជីវិតបន្តទៅមុខទៀតរឿងក្តីរបស់ Matthew Shepard នៅសហរដ្ឋអាមេរិកពេលនោះគឺធ្វើឲ្យមានមនុស្សជាច្រើនចាប់ផ្ដើមយល់ចិត្តក៏ដូចជាបើកចិត្តដល់មនុស្សដែលស្រឡាញ់ភេទដូចគ្នាគឺមានន័យថាបញ្ឈប់ការរើសអើងក៏ដូចជាការបង្កើតឲ្យមានសិទ្ធិស្មើគ្នាផងដែរទាំងអស់នេះហើយគឺជារឿងរ៉ាវក្នុងករណីឃាតកម្មរបស់ Matthew Shepard បន្ទាប់ពីធ្វើការដោះស្រាយហើយបន្ទាប់ពីដឹងរឿងរ៉ាវហើយបន្ទាប់ពីរកឃាតករឃើញហើយដោះស្រាយគ្នាអស់ហើយបន្ទាប់មកនៅខែធ្នូឆ្នាំ1999ម្ដាយឪពុករបស់ Matthew Shepard ហ្នឹងគឺបានបង្កើតមូលនិធិមួយដែលមានឈ្មោះថា Matthew Shepard គឺជាមូលនិធិដែលគ្រប់គ្រងក៏ដូចជា support ជាមួយនឹងការស្រឡាញ់ភេទដូចគ្នាគឺជាមូលនិធិដែលជួយផ្សព្វផ្សាយការស្រឡាញ់ភេទដូចគ្នាអញ្ចឹងទៅអ្នកទាំងអស់គ្នាអាចទៅ research មើលបានហើយមកដល់បច្ចុប្បន្ននេះហើយក៏នៅតែបន្តធ្វើការគ្រប់គ្រងទៅលើមូលនិធិនេះផងដែរហើយក៏មានសកម្មភាពផ្សេងជាច្រើនទៀតតាក់ទងជាមួយនឹងមូលនិធិនេះឥឡូវនេះរឿងរ៉ាវឃាតកម្មមួយនេះខ្ញុំបាននិយាយមកដល់ទីបញ្ចប់ហើយយល់យ៉ាងណាដែរចំពោះរឿងក្តីមួយនេះហើយនៅក្នុងរឿងឃាតកម្មមួយនេះអ្នកទាំងអស់គ្នាទទួលបានមេរៀនអីខ្លះសូម comment ទាំងអស់គ្នានៅខាងក្រោមសម្រាប់ខ្ញុំនៅក្នុងរឿងឃាតកម្មមួយនេះមិនថាត្រឡប់ទៅកាន់ឆ្នាំ1998ឬក៏សម័យបច្ចុប្បន្នទេយើងអត់ត្រូវទុកចិត្តណាគេអ្នកនរគ្នាមានថានៅក្នុងឆ្នាំនោះតាក់ទងជាមួយនឹងភេទតាក់ទងជាមួយនឹងការស្រឡាញ់ភេទដូចគ្នាគឺអត់មានការគ្រប់គ្រងទេសូម្បីតែឥឡូវនៅក្នុងស្រុកខ្មែរយើងនេះមួយចំនួនក៏មិនគ្រប់គ្រងដែរប៉ុន្តែយើងអាចធ្វើអីដែលជាខ្លួនយើងនៅក្នុងភាពថ្លៃថ្នូរមិនបៀតបៀនទៅលើអ្នកណាម្នាក់ហើយនៅក្នុងរឿងរ៉ាវឃាតកម្មមួយនេះខ្ញុំបានទទួលមេរៀនមួយទៀតថាគ្រប់រឿងទាំងអស់យើងអាចចេះតែជឿទុកចិត្តទៅលើអ្នកណាម្នាក់បានទេអញ្ចឹងហើយមុននឹងជឿទៅលើអ្នកណាម្នាក់អ្នកទាំងអស់គ្នាគួរតែស្វែងយល់អំពីសាវតាក៏ដូចជាស្វែងយល់អំពីប្រវត្តិរបស់ម្នាក់នោះឲ្យបានច្បាស់អូខេឥឡូវនេះមកដល់ទីបញ្ចប់ហើយបើសិនជាមានកំហុសឆ្គងថងចំណុចណាមួយសូមអ្នកទាំងអស់គ្នាកុំប្រកាន់ហើយតាក់ទងជាមួយនឹងរូបភាពឯកសារគឺសុទ្ធតែយកពីអ៊ីនធឺណិតមកទាំងអស់ទេហើយបើសិនជាអ្នកទាំងអស់គ្នាមានរឿងក្តីឃាតកម្មណាដែលចង់ឲ្យខ្ញុំនិយាយនៅក្នុងវីដេអូអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណជួបគ្នានៅករណីឃាតកម្មនៅក្នុងវីដេអូក្រោយបន្តទៀត